រឿងត្រាំផ្ដាច់ប្រព័ន្ធទាំងអស់នេះមិនមែនរឿងនយោបាយទេគឺរឿងត្រាំត្រូវការលុយខ្ញុំសូមជម្រាបឲ្យចែកដែរតិចថាហេតុអីបានជាដូណាល់ត្រាំលោកឡាវមកលោកគឺសេតផងឥឡូវមកដល់រដ្ឋយោ Free Asia ប៉ុន្តែក្នុងនោះក៏ខ្ញុំមិនសមាជិកជាមួយនឹង VOA អ្នកយកព័ត៌មាននៅ VOA លោកមានវិជ្ជាជីវៈលោកមានការយកច្រើនណាស់ហើយនៅក្នុង VOA ក្របខ័ណ្ឌនយោបាយរបស់អាមេរិកគីមិនប្រឆាំងរដ្ឋាភិបាលបើទោះបីប្រទេសនោះអាមេរិកចាត់ទុកថាជាប្រទេសកុម្មុយនីសមិនកុម្មុយនីសយ៉ាងម៉េចហើយអ្នកដែលធ្វើការនៅ VOA គឺសិតតែអ្នកមានវិជ្ជាជីវៈហើយមែនតើសិតជាមិត្តភ័ក្តិទៀតមិនត្រឹមតែរៀនសាលាជាមួយគ្នាណារៀនកៅអីជាមួយគ្នាណាអញ្ចឹងក៏យើងសម្ដែងការសោកស្ដាយរួមព្រោះយើងខ្ញុំជាមិត្តភ័ក្តិបាទហើយអ្នកនៅ VOA ទាំងអស់មិនដែលប្រាថ្នាមិនដែលអត្តសង្គមជាតិឯងទេណាគឺផ្សាយដោយវិជ្ជាជីវៈបើទោះបីបានចំណូលលុយប្រាក់ខែពីរដ្ឋប្រព័ន្ធនោះនៅក្រោមក្រសួងការបរទេសប៉ុន្តែអ្នកយកព័ត៌មានរបស់ VOA ទាំងអស់ខ្ញុំសម្ដែងការគោរពព្រោះខ្ញុំស្ដាប់ហើយខ្ញុំរៀននិយាយរៀនអានតាមអ្នកមីងអានខេងអ្នកមានអានខេងគាត់អានពីរោះណាស់រឿងនឹងទូចមែនប៉ុន្តែគាត់អានសំឡេងលើកដាក់ទៅស្ដាប់បោដោយចម្រៀងអត្តនីសិនស៊ីសមុទ្រឬក៏អ្នកច្រៀងចម្រៀងល្បីដែលខ្ញុំឥឡូវកំពុងតែស្ដាប់ក្មួយស្រីដែលច្រៀងបទច្រៀងភ្លេងការស្ដាប់ពី3យោស្ដាប់ត្រូវដែរតាមដែរពីរោះណាស់លោកដនស៊ីប៉ូលោកពូមាសចនណាទាំងអស់គឺថាលោកពូចរាសីឥឡូវមកដល់ម៉ែនកំសីមកដល់សុកខេមរាទៀតណាខ្ញុំហៅសុកខេមរាមិនទៅខ្ញុំហៅថាសុកពៅពីព្រោះធ្វើការជាមួយគ្នាអង្គភាពជាមួយគ្នាអញ្ចឹងអ្នកនៅ VOA ទាំងអស់ប្រសិនបើនេះខ្ញុំសម្ដែងការគោរពរាប់អានជាអាជីពដូចគ្នាគឺថាលោកធ្វើការដោយវិជ្ជាជីវៈត្រឹមត្រូវណាស់បាទប៉ុន្តែជាមួយនឹងអាស៊ីសេរីអានេះគេថាវិទ្យុឆន្ទាបងចិនយ៉ានបុតខ្ញុំអត់ចង់ថាអីបងទេបងអធិស្ឋានថាតាទៅស្រាប់តែបងក្រោយមកធ្វើរដ្ឋមន្ត្រីក្នុងកូតាសម្ដេចធិបតីក៏ខ្ញុំពិបាកដែរអញ្ចឹងខ្ញុំអត់ហ៊ានថាឲ្យបងព្រោះពិបាកដែរព្រោះបណ្ដាញផ្សាយព័ត៌មានកន្លងមកថាធ្លាប់ធ្វើការឲ្យរដ្ឋាភិបាលអីចឹងខ្ញុំអត់ហ៊ានថាទេប៉ុន្តែបើផ្សិនជាយើងមើលតាមក្រៅបងឆន្ទាមិនប្រឆាំងនេះឆន្ទាណាតែបើសិនជាមានអីផ្សេងខាងក្នុងអាហ្នឹងខ្ញុំក៏មិនដឹងដែរព្រោះពិបាកណាព្រោះសម្ដេចតេជោហ៊ុនសែនធ្លាប់មានភាសាថាអាណាជីខ្ញុំខ្លាំងជាងគេអាហ្នឹងឯមនុស្សរបស់ខ្ញុំប៉ុន្តែខ្ញុំមិនគិតថាបងចិនបាត់ជីអីរបស់គេប៉ុន្តែខ្ញុំទទួលស្គាល់ថាបងជាអ្នកកសែតគេថាជំនាញខាងជីជំនាញអាជីពពីព្រោះខ្ញុំធ្លាប់តែសេប្រឆាំងនេះតែបងខ្ញុំធ្លាប់សេដូចគ្នាគាត់ថាខ្ញុំទៅសារបងណាដែលបងបានទៅអញ្ចឹងហើយនេះប៉ុន្តែក្នុងអាស៊ីសេរីគឺការប្រកួតប្រជែងពីមានអ្នកប្រូសំរងស៊ីហើយមានអ្នកប្រូកឹមសខាអ្នកណានៅមិននៅគឺថាពិបាកចេញឲ្យខ្ញុំនិយាយប៉ុណ្ណឹងយើងដឹងហ่ะបាទអញ្ចឹងនេះខ្ញុំមិនចង់និយាយផ្ទៃក្នុងទេប៉ុន្តែផ្ទៃក្នុងកន្លងទៅអាស៊ីសេរីគឺសភាជាអ្នកមើលការខុសត្រូវប៉ុន្តែលុយអាមេរិកកាន់អស់អញ្ចឹងមកដល់ពេលគ្មានអ្នកណាមើលឃើញទេខ្ញុំលើកសភាសិទ្ធលើកដល់ទ្រឹស្ដីរបស់អ្នកទស្សនវិជ្ជាមួយលោកមកកោលោកស្អីទៅខ្ញុំភ្លេចឈ្មោះទៅនឹកឃើញពីក្រៅមកដល់ក្នុងភ្លេចគ្មានអ្វីដែលថាមិនប្រែប្រួលទេលើកលែងតែការប្រែប្រួលទេដែលវាមិនចេះប្រែប្រួលក្រៅពីនោះគឺប្រែប្រួលទាំងអស់តើពិភពលោកទាំងអស់មានអាណាដឹងអំពីត្រាំអញ្ចឹងហើយមានអាណាដេកនឹកស្មានថាបិទបណ្ដាញវិទ្យុទាំងអស់នឹងអឺរ៉ុបសេរីភាពអីទាំងអស់អឺរ៉ុបសេរីភាពនៅអឺរ៉ុបអីទាំងអស់វិទ្យុនោះបិទទាំងអស់ដោយសារហេតុផលទី1រដ្ឋាភិបាលរបស់លោកត្រាំដែលមានលោកឡែនម៉ាស់ទៀតគឺជារដ្ឋាភិបាលលុយអញ្ចឹងគាត់កាត់ផ្សេងមកគាត់ចេញលុយ trillion សល់លុយ trillion ហើយសម័យនេះក៏ជាសម័យវិទ្យាសាស្ត្រសម័យ digital មានន័យថាយ៉ាងម៉េចបើវិទ្យុវិញគេប្រើ analog ឯងគេមកប្រើ digital អញ្ចឹងពេលដែលបង្កើត VOA ដំបូង VOA កើតនៅ New York ដើម្បីបានសម្លេងទៅដល់នៅអាល្លឺម៉ង់ដើម្បីក្នុងសង្គ្រាមលើកទី2ក្រោយមកបានដូរ Washington DC ពេលដែលបង្កើតអាស៊ីសេរីក៏អឺរ៉ុបសេរីដើម្បីរំលំកុម្មុយនីសប្រជាជន
វិទ្យាសាស្ត្ររបស់ពួកលោកខាងនោះប្រើប្រាស់វិទ្យុទាំងអស់ហ្នឹងដើម្បីជ្រៀតចូលប៉ុន្តែ50ឆ្នាំ60ឆ្នាំ70ឆ្នាំក្រោយមកវិទ្យាសាស្ត្រមានការប្រែប្រួលមិនចាំបាច់មានវិទ្យុមានអីតទៀតពីព្រោះបណ្ដាញសង្គមរបស់គេតែមួយខ្ញុំអាចនិយាយថាអនឡាញដែលគំនិតរបស់ខ្ញុំកាលដែលខ្ញុំនៅធ្វើកាសែតជប៉ុនខ្ញុំបាននិយាយថាថ្ងៃណាមួយនៅពេលដែលមានអ៊ីនធឺណិតនៅពេលដែលមាននៅក្នុងស្រុកខ្មែរគេថាមានលុយ1លានដុល្លារបង្កើតទូទស្សន៍ខ្ញុំថាមានត្រឹមតែបន្តិច10000ខ្ញុំអាចបង្កើតបានដែរដោយសារអីខ្ញុំអត់ចេះអីទេមកនោះកុំព្យូទ័រវាយអីក៏ខ្ញុំអត់ចេះដែរប៉ុន្តែយើងមើលគំនិតវិទ្យាសាស្ត្រយើងមើលទស្សនវិស័យទៅខាងមុខអញ្ចឹងមកដល់ពេលនេះតើសួរថាឥឡូវនៅស្រុកខ្មែរតើមានប្រជាបងប្អូនណានេះមួយណានេះដែលអាចតែស្ដាប់វិទ្យុច្រើនតែចូលទៅក្នុងប្រព័ន្ធអនឡាញហើយបានស្ដាប់ឧទាហរណ៍ថាស្ដាប់ចង់មើលដើម7ចង់ស្ដាប់ពួកខ្ញុំនិយាយអីអញ្ចឹងអស់លោកចូលមកតែអនឡាញទៅបែកទៅចេញអញ្ចឹងមានចាំបាច់ទៅអីនោះបើវិទ្យុទាំងអស់ហ្នឹងគាត់ធ្វើឲ្យមកដូច CNN BBC ឬក៏អាស៊ីសេរីបងចិនច័ន្ទបតខ្លួនឯងហ្នឹងมันវិវត្តមកនៅលើប្រើអនឡាញដែរដូច្នេះអនឡាញមួយវាគ្រប់បាត់ហើយមិនចាំបាច់ចាយលុយទេបើនិយាយពីលក្ខណៈសេដ្ឋកិច្ចមិនចាំបាច់អាមេរិកចាយលុយរាប់ពាន់លានដុល្លារទៅលើបណ្ដាញនោះទេបង្កើតតែប្រព័ន្ធសង្គមបាទអនមួយគឺគ្រប់គ្រាន់អញ្ចឹងក្នុងមនុស្សម្នាក់អាចបញ្ចេញទស្សនៈមាន live វីដេអូមួយបានដែលយើងពីមុនច្បាប់សារព័ត៌មានឆ្នាំ95តែកាសែតចេះឥឡូវវាចូលមកដល់នេះបាត់ហើយដល់ចូលមកដល់នេះគ្រាន់តែមានទូរស័ព្ទមួយអនឡាញបាត់ហើយដូច្នេះវាការខុសគ្នាបើសិនបើអស់ហ្នឹងគង់ធ្វើបានដូចខ្ញុំចាអានេះស្តង់ដារៀបជំរាបថតទូតែដល់ពេលឥឡូវខ្ញុំមកបញ្ចេញលើអនឡាញអញ្ចឹងខ្ញុំបាត់ចាំតឡើងម៉ាស៊ីនស្ថានីយ៍ខាតដីខាតលុយរាប់លានទៅអីខ្ញុំមកដាក់ប្រហោះតែលើហ្នឹងទៅវាចេញបាត់ហើយអញ្ចឹងមានន័យថាការបិទនេះបើនិយាយពីតាមរបៀបដែលរដ្ឋាភិបាលរបស់លោកត្រាំរបស់អេលូម៉ានេះគឺអាមេរិកសល់លុយរាប់ពាន់លានដុល្លារដែលអាចពលរដ្ឋអាមេរិកណាចែកចាយឲ្យពលរដ្ឋនេះក៏ធ្វើការងារនៅក្នុងស្រុករបស់គេព្រោះមានចាំបាច់ចំណាយលុយទៀតតើពីដើមមកចង់និយាយចង់សរសេរតើទៅយកចិត្តទូតើទៅយកចិត្តអ្នកនយោបាយតើយកចិត្តអ្នកកាសែតបានអាចបានឥឡូវមានណាអ្នកនយោបាយទិញតែទូរស័ព្ទ Samsung បោះចិត្តតែមកជាងមកដាក់ live ខ្លួនឯងបានណានេះការវិវត្ត70ឆ្នាំឬក៏80ឆ្នាំវាខុសគ្នាអញ្ចឹងអាមេរិកមិនចាយលុយដូចនេះមិនមែនតាក់ទេអាស៊ីសេរីបានលើកនិយាយខ្លួនឯងថាជាការបិទអាស៊ីសេរីវានឹងធ្វើឲ្យផ្ដាល់រង្វាន់ទៅដល់អំណាចបកគុំនេះចិនអ្នកពួកកាន់អំណាចផ្ដាច់ការខ្ញុំថាការនិយាយនេះគឺខុសហើយយើងត្រូវគិតមកជុំវិញចាំខ្ញុំនិយាយថាមូលហេតុអីបានពួកគេបារម្ភអញ្ចឹងអានេះគឺលុយសុទ្ធសាធអានេះអត់មាននឹងពាក់ព័ន្ធនឹងស្អីទេពាក់ព័ន្ធនឹងចំណូលថាចំណូលដែលធ្វើឲ្យត្រាំគ្រាន់តែផ្ដាច់ប៉ុណ្ណឹងសល់រាប់លានចុះរាប់លានគេយកទៅវិនិយោគធ្វើអីទៀតវាមិនសល់អីប្រហែល1300នាក់បុគ្គលិកអាស៊ីសេរីទូទាំងប្រទេសឧទាហរណ៍អញ្ចឹងចុះបើផ្ដាច់មកចុះបើគាត់តម្លើងខំនិយាយពាក់កាយរាប់ពាន់ហើយមកនិយាយបញ្ចេញតាមអនឡាញដដែលហ្នឹងអញ្ចឹងឥឡូវខ្ញុំនេះអស់តែស៊ីតយោបន្តិចតាហើយបើធ្វើមិនបាច់ធ្វើស៊ីតយោស្មាតទៅផ្សាយក្បែរប្រគុណអាចនិយាយឲ្យគាត់ស្ដាប់តិចចុះទៅអញ្ចឹងទីដាក់ផ្សាយមកក៏វាបានតែយើងចាំបាច់ចំណាយអីច្រើនទៀតអញ្ចឹងអ្វីដែលត្រាំគាត់ធ្វើនេះជាលក្ខណៈសេដ្ឋកិច្ចរបស់អាមេរិកសុទ្ធសាធជាលក្ខណៈអាមេរិកសុទ្ធសាធអញ្ចឹងខួរក្បាលពូគាត់សេដ្ឋកិច្ចអត់មានរឿងនយោបាយទេគឺកាត់បន្ថយដើម្បីពលរដ្ឋរហូតដល់មានអ្នកខ្លះចង់និយាយថាជាត្រាំចំទោះជាត្រាំជាអាមេរិកប៉ុន្តែលឺសោថាត្រាំយកលុយចែកនឹងដល់ពលរដ្ឋបានម្នាក់5000តាំងបោលុយទៅអូខ្ញុំបាន35000ដែរព្រោះខ្ញុំកូនខ្ញុំប្រពន្ធខ្ញុំអញ្ចឹង7នាក់ខ្ញុំពងខ្វះផងអញ្ចឹងខ្ញុំបាន35000នេះគ្រាន់តែត្រាំនិយាយថាពេលដែលបិទអញ្ចឹងលុយទៅឲ្យពលរដ្ឋអាមេរិកប៉ុន្តែដៃមកខាងចំទាស់ថារឿងអីបិទជាខ្ញុំថារឿងបិទyou said ដាច់លេងនិយាយតែដល់លសត្រាំយកលុយទៅចែកយីកូនខ្ញុំ7នាក់នេះយើងគិតមើលអញ្ចឹងអាមេរិកបិទវិទ្យុទាំងអស់នេះមិនមែនអាមេរិកយកលុយមកឲ្យខ្មែរយកលុយទៅឲ្យប្រទេសដទៃទេអាមេរិកបិទនេះដើម្បីសន្សំលុយយកលុយឲ្យពលរដ្ឋអាមេរិកដូច្នេះប្រជាក្នុងនឹងមានប្រជាជនខ្មែរដែលខ្លួនបានចូលជាសញ្ជាតិហើយចឹងខ្លួនទទួលបានលុយនឹងបើទទួលបានលុយនឹងមិនទៅរិះគន់ទេពីព្រោះជានយោបាយរបស់អាមេរិកចឹងចំណុចអស់នេះដែលបិទទាំងអស់ចឹងគឺប្រមូលលុយអញ្ចឹងហើយអ៊ីលម៉ាស់ហ្នឹងមិនគាត់អ្នកសេដ្ឋកិច្ចគាត់អ្នកមានអស់ហ្នឹងបាទគាត់ទិញអីគេស្អីទាំងអស់ហ្នឹងមក
chẳng nôm này cho thà Elon Musk langประมาณ khai ní bạt lôi ประมาณ pon liên đô la ประมาณ pon 2rồi 24 pon liên ប៉ុន្តែយើងអត់គិតបោកខ្ញុំអត់តន់ឃើញទៅសេថាការដែលបិទអាស៊ីសេរី VOA នេះលុយសល់ប៉ុណ្ណេះអត់បានគិតទេហើយលុយហ្នឹងមិនមែនយកមកឲ្យលោកឯងយកមកឲ្យខ្មែរណាយកឲ្យខ្ញុំណាលុយហ្នឹងឲ្យពលរដ្ឋអាមេរិកអញ្ចឹងបើឲ្យពលរដ្ឋលោកឯងបានលុយហ្នឹងអានេះវាអត់ហើយទី2ទៀតខ្ញុំជឿថាអាមេរិកវាខ្វះការងារធ្វើទេមិត្តភ័ក្តិដទៃទៀតធ្វើទៅហើយបងជឿនអត់បាត់បើថាបងចប់បេសកកម្មហើយបងមកស្រុកខ្មែរវិញទៅឧទាហរណ៍អញ្ចឹងខ្ញុំនិយាយមិនថាអីបងនេះជួនកាលបងជាភ្នាក់ងាររបស់ណាមួយអីចឹងទៅឬក៏ហើយស្អីមកអាណត្តិក្រោយរដ្ឋមន្ត្រីក្រសួងព័ត៌មានជំនួសនេតពាក់ត្រាក៏មិនដឹងពីព្រោះបងមិនដឹងធ្វើការឲ្យបានព្រោះបណ្ដាញព័ត៌មានគេចោះថាបងធ្វើការឲ្យសម្ដេចហ៊ុនសែនដែរឲ្យសម្ដេចធិបតីដែរមិនអញ្ចឹងបាទខ្ញុំទេដែលអ្នកកសែតនៅក្នុងស្រុកចង់ដូរនាយករដ្ឋមន្ត្រីប្រមាណទៀតក៏ខ្ញុំនៅតែកសែតដែរចង់អង្គុយធ្វើជីនៅពេលឈ្នួលតែប៉ុណ្្នឹងគឺតែប៉ុណ្្នឹងវាអត់មានស្អីទេអញ្ចឹងនេះចង់បញ្ជាក់ឲ្យយល់ថាវាអញ្ចឹងហើយយើងមិនដឹងថាបុគ្គលិកអាស៊ីសេរីប្រមាណអ្នកដែលនឹងវល់ត្រឡប់មកស្រុកខ្មែរបានទូនាទីធំៗពីព្រោះចប់ពាក្យបេសកកម្មរបស់ខ្លួននេះខ្ញុំចង់និយាយចឹងមួយទី2ខ្ញុំចង់លើកទៅអតីតកាលដែលខ្ញុំធ្លាប់បាននិយាយហើយនៅក្នុងអតីតកាលពេលដែលវិទ្យាសាស្ត្រមិនតរីចម្រើនដូចនេះគេប្រើប្រព័ន្ធឃោសនាដែលគេពៀនពាក្យនេះមួយថាកាលណាគេវាយបានទីតាំងវិទ្យុនៅទូទស្សន៍គេអាចប្រទេសនោះអលំគេធ្វើរដ្ឋប្រហារគេរកកន្លែងទីតាំងវិទ្យុដូចជាវាយនៅក្នុងកម្ពុជាគេយកវិទ្យុស្ទឹងមានជ័យយកវិទ្យុដើម្បីគ្រប់គ្រងពេលដែលលុតណល់ចូលមកហើយពេលដែលក្រោយទៅសូម្បីតែធ្វើរដ្ឋប្រហារឆ្នាំ97ក៏ពួកគេក្តាប់វិទ្យុស្ទឹងមានជ័យដែរប៉ុន្តែឥឡូវនេះលោកឯងទៅក្តាប់ឯណាបានតើតែផ្ដាច់អ៊ីនធឺណិតនៅដើរស្រុកខ្មែរបើមិនអញ្ចឹងទេកូនទៅទូរស័ព្ទដៃមួយធ្វើបានទាំងអស់អានេះគឺចង់ជំរាបឲ្យខ្ញុំសូមជំរាបឆ្នាំ2011នៅពេលដែលមានបញ្ហាប្រជុំនៅហួសហ៊ីនណាខ្ញុំបានបញ្ជូនព័ត៌មានតាមរូបភាពតាមទូរស័ព្ទមុនគេណាគឺដើម7បាទអាហ្នឹងខ្ញុំសូមជម្រាបដឹងអញ្ចឹងចំនួនមុនចំនួនសង្គ្រាមត្រជាក់គេប្រើប្រាស់ VOA ដែលកើតនៅស្នាក់ការនៅញូវយ៉កកើតគេប្រើប្រាស់ទូរទស្សន៍គឺមានអាស៊ីអឺរ៉ុបសេរីភាពអឺរ៉ុបមាន VOA ដើម្បីបញ្ជ្រាបណារួមនឹងអង្គការ NGO ដទៃទៀតអញ្ចឹងអាមេរិកគេបង្កើតទ្រឹស្ដីមួយថាប្រសិនបើប្រទេសណាមួយដែលធ្វើការគ្មានអង្គការក្រៅរដ្ឋាភិបាលចូលរួមគឺគេមិនអាចអភិវឌ្ឍប្រទេសនៅបានទេវាច្រឡំដល់ស្រុកខ្មែរទៅទៀតនៅឆ្នាំ2013បោះឆ្នោតហើយគេបាននិយាយថាបើរហូតដល់មន្ត្រីរដ្ឋាភិបាលខ្លះច្រឡំមាត់និយាយដែរគេថាបើសិនជាធ្វើការគ្មានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលគឺมันអាចរីកចម្រើនទេប៉ុន្តែគាត់អត់បើគាត់ចែកដាច់បន្តិចបើធ្វើការមិនមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការដោយវិជ្ជាជីវៈកាលណានិយាយដាច់គឺអង្គការស្រុកខ្មែរមាន2អង្គការក្រៅរដ្ឋាភិបាលមួយជារបៀបអង្គការចាត់តាំងគេហៅថាអំណាចរបស់ប្រជាជនគឺបដិវត្តពណ៌ប៉ុន្តែអង្គការក្រៅរដ្ឋាភិបាលមួយដែលធ្វើការស្របចាប់មានវិជ្ជាជីវៈគឺមិនបញ្ហាទេអញ្ចឹងយើងបានឃើញកន្លងមកអង្គការរាប់ពាន់អង្គការជាយើងឯកខាងស្រុកខាងអង្គការប៉ុន្តែអង្គការទាំងនោះក៏ទទួលលុយពីអាមេរិកទទួលលុយពីអឺរ៉ុបចុងក្រោយគេគឺរួមគ្នាទេព្រោះខ្ញុំចង់និយាយថាក្រៅពីប្រព័ន្ធទាំងអស់ហ្នឹងគេមាន Peace Corps ឥឡូវយើងឃើញចាក់ស្ដែងនៅមាន USAID ណាតែខ្ញុំនិយាយខ្ញុំអត់ដែលដូរពាក្យទេឃើញទេអស់លោកមើលមកផ្លែតអង្គការនេះល្អគេឲ្យអង្គការនេះល្អដូចអតីតគណៈបកសង្គ្រោះជាតិហ្នឹងអាមួយធ្វើដូចល្អអញ្ចឹងទៅមកចាប់ដៃចាប់ជើងអាមួយទៀតឆ្កោពីក្រោយក្នុងអញ្ចឹង NGO មួយអស់អ្នកឯងមកធ្វើការនេះបន្តិចអញ្ចឹងយើងមើលទៅឃើញប៉ុន្តែហើយទៅគេធ្វើស្អីផ្សេងទៀតហើយអានឹងមានតែអ្នកសិក្សាផ្នែកភូមិសាស្ត្រនយោបាយមានតែអ្នកសិក្សាផ្នែកអញ្ចឹងដូចខ្ញុំឲ្យយល់តែបើថាអ្នកកសែតដូចខ្ញុំដូចគ្នាដែលមិនបានចាប់អារម្មណ៍ពីរឿងហ្នឹងក៏អត់យល់ដែរដូចជាប្រព័ន្ធ Bloomberg ផ្សេងទៅទៀតអានឹងវាស្ថិតនៅក្នុងរបស់ពួក Bilderberg ដែលខ្ញុំអាសានិយាយរាល់ថ្ងៃត្រាំហ្នឹងក៏មិនមែនប្រធានាធិបតីឯករាជ្យដែរមិនមែនជាប្រធានាធិបតីរបស់ពិភពលោកទេត្រាំគឺជាអ្នកអនុវត្តគោលនយោបាយរបស់អំណាចសមោលនៃពិភពលោកដែលគ្របដណ្ដប់ទៅលើ UN លើទាំងអស់ហ្នឹងណាអញ្ចឹងនៅពេលគេប្រើ NGO គេប្រើប្រព័ន្ធ media ឃោសនាអញ្ចឹង VOA
នឹងអាស៊ីសេរីមានឥទ្ធិពលណាស់នៅក្នុងការប្រជ្រាបធ្វើទៅរំលំនៃរដ្ឋាភិបាលមួយដែលមិនមាននិន្នាការមកគ្រប់គ្រងអាមេរិកគឺមិនគ្រប់គ្រងពួកខាងលិចឲ្យតែពួកគុំនេះគេលំតែឥឡូវនេះគឺអត់ចឹងទៀតទេអត់លើចឹងទៀតទេគឺថាវាដូរអញ្ចឹងអ្វីដែលត្រាំដូរនៅពេលនេះមិនមែនដូរដោយសារតែរឿងអីទេគឺរឿងសេដ្ឋកិច្ចពីព្រោះបច្ចេកវិទ្យាវិទ្យាសាស្ត្រជ្រៅចម្រើនពេកហើយដល់ចម្រើនខ្លាំងតើទុកធ្វើអីណាតើទុកទៅអីបើទុកចាយលុយអត់ទៅប្រយោជន៍ហ្នឹងអញ្ចឹងបើយកមួយឆ្នាំចាយប្រហែលពាន់លានហើយចុះបើ5 6ឆ្នាំទៅទៅមកតើលុយហ្នឹងវាទៅធ្វើជាស្អីអញ្ចឹងគេអាចឆ្នៃធ្វើអីផ្សេងបាត់ទៀតអញ្ចឹងកន្លែងនេះសូមឲ្យបងប្អូនធ្វើការនៅដែលផ្សេងទៀតដែលថាបាន NGO សូមបងប្អូនយល់កន្លែងហ្នឹងសូមបងមេត្តាយល់ខ្ញុំនិយាយនេះគឺក្នុងនេះមួយខ្ញុំនិយាយត្រង់ខ្ញុំមិនត្រូវនិយាយភាសាការទូតទេខ្ញុំនិយាយត្រង់ថា NGO ដែលទទួលលុយពី USAID ដែលទទួលលុយពីអាមេរិកទៅដែលទទួលនេះគឺគេធ្វើការក្នុងគោលបំណងរបស់គេដើម្បីរំលំរដ្ឋាភិបាលមួយអញ្ចឹងអាមេរិកមិនដែលចូលចិត្តរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនដែលមានសម្ដេចហ៊ុនសែនរហូតដល់សម្ដេចធិបតីទេអញ្ចឹងតែខ្ញុំនិយាយនេះរឿងត្រាំផ្ដាច់ប្រព័ន្ធទាំងអស់នេះមិនមែនរឿងនយោបាយទេគឺរឿងត្រាំត្រូវការលុយហើយអស់លោកមានងាប់ឯណាឧទាហរណ៍បើលោកមានឡានធ្វើការផ្សេងទៀតលោកធ្វើការនៅផ្ទះឬក៏ធ្វើរបរឲ្យផ្សេងទៀតដល់មកនិយាយមកដូចអ៊ំពូខ្លះនៅអាមេរិកហ្នឹងគាត់មានលុយ20 30 ម៉ឺនធ្វើស្ទីឌីយោមកនិយាយណាគាត់ដាក់តាទូរស័ព្ទនៅមុខមួយគាត់និយាយហើយគាត់និយាយហើយកុំថាមន្ត្រីរដ្ឋាភិបាលមិនស្ដាប់ពូចាស់នៅក្រៅនិយាយខ្ញុំគ្មានជឿទេស្ដាប់ប្រហែលខ្ញុំខ្ញុំស្ដាប់បងជិនបុតអាស៊ីសេរីស្ដាប់ដល់មួយទៀតមិនត្រឹមអាស៊ីទេកម្មវិធីមួយទៀតស្អីខាប់ស្អីនោះឥឡូវវាខាប់តែឥឡូវវារាវទៅវិញទៅទៀតហើយអញ្ចឹងទេខ្ញុំធ្វើឲ្យខ្ញុំទទួលការលំបាកវិញទេណាបងប្រឆាំងរដ្ឋាភិបាលប៉ុន្តែកន្លែងខ្លះនិយាយឲ្យវាពិតឲ្យវាត្រង់វិទ្យុអាស៊ីសេរីក៏មានចំណែកមួយជួយសង្គមដែរអានេះនិយាយឲ្យវាពិតអ្នកខ្លះរំលោភមន្ត្រីខ្លះទៀតទៅឮតាអាស៊ីសេរីផ្សាយមក20រត់ប្រហែលអនឡាញទូច20រត់ទៅចវាយនេះទៅអីខ្ញុំណៃកុំឲ្យដាក់ចុះតងមកដាក់ធំហើយដល់ឥឡូវអស់អាស៊ីសេរីទៅណាអស់អាស៊ីសេរីទៅអស់មានអាផ្សាយទៅវាទៅធ្លាក់បន្ទុកមកដល់ពួកខ្ញុំនៅក្នុងស្រុកវាត្រូវខំប្រឹងធ្វើខំប្រឹងជួយហើយខ្ញុំជំរាបថាមនុស្សមិនមែនព្រះទេព្រះមិននៅសាសនាផ្សេងមិនស្ដាប់ចុះមនុស្សរឿងទេបង្ខុសឲ្យអ្នកខ្លះទៅរំលោភយកដីគេអ្នកខ្លះទៅចាប់ដីអូអ្នកខ្លះទៅលួចខ្ញុំទៅនៅមូលដ្ឋានខ្ញុំដឹងទាំងអស់ហើយខ្ញុំធ្លាប់ដោះតាណាអ្វីដែលចំណុចខ្លាំងរបស់ខ្ញុំគឺខ្ញុំមិនទៅជ្រះលុយរបស់គេនឹងទេខ្ញុំចាត់ទុកជាថ្នាំពុលប៉ុន្តែអ្នកខ្លះទៀតដែលធ្លាប់ធ្វើបានឲ្យតែឃើញអញ្ចឹងថាអូអានេះជីលុយជីកាក់គេខ្ញុំលើកឧទាហរណ៍អញ្ចឹងចុះដល់ទៅពេលអស់អាស៊ីសេរីទៅអាសង្គមខ្លះនេះក៏វាបានដោយសារអាស៊ីសេរីដែរនិយាយឲ្យវាពិតនិយាយឲ្យវាទទួលស្គាល់អានេះខ្ញុំហ៊ាននិយាយចឹងរដ្ឋាភិបាលមិនស្ដីឲ្យខ្ញុំទេព្រោះរឿងវាអញ្ចឹងមែនណាប៉ុន្តែគ្រាន់តែជារូបភាព 95% អាស៊ីសេរីគឺរូបភាពមួយជាឃ្លាំងបរមាណូផ្នែកព័ត៌មានក្នុងការបំផ្ទុះឲ្យចេញបដិវត្តពណ៌នៅកម្ពុជាប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែវាមានអា 5% ជួយបុគ្គលជាមន្ត្រីបុគ្គលជាអង្គការបុគ្គលជាស្អីហ្នឹងទៅធ្វើបាបគេអាហ្នឹងក៏វាមានអញ្ចឹងដែរហើយក៏អ្នកឯងទៅកែនប្រជាជនដែលអត់ដឹងអីមកជេររដ្ឋាភិបាលដែរអានេះយើងនិយាយឲ្យវាអញ្ចឹងមិនមែនថាផ្សាយទៅតែអត់មានព័ត៌មានផ្សាយវាត្រូវដែរបើខ្ញុំទៅរកឃើញដែរខ្ញុំតើឃើញទៅទិញដីអូតើឃើញចេះចុះបង្កើតបញ្ហាខ្ញុំរកឃើញនៅខ្ញុំឃើញណាខ្ញុំដឹងតែអីខ្ញុំហើយខ្ញុំហ៊ាននិយាយទៀតណាបុគ្គលខ្លះហ្នឹងស្អីចង់ស្អីខ្ញុំមានដែរតែខ្លាចអីតែធ្វើអីទៅខុសច្បាប់ហើយរដ្ឋាភិបាលគេមិនដែលគេមានច្បាប់ការពារខ្ញុំមិនដែលគ្រប់គ្រងបុគ្គលធ្វើអាក្រក់ហើយខ្ញុំនិយាយតាំងពីយូរតាបុគ្គលទាំងឡាយណាទោះបីឋានៈឯងជាក្តីតែធ្វើឲ្យប៉ះនយោបាយរដ្ឋាភិបាលជាពិសេសសម្ដេចធិបតីហើយនៅប៉ះប្រធានសភាសម្ដេចហ៊ុនសែនខ្ញុំអត់មានទុកអស់លោកថ្វាយអង្គមព្រះទេខ្ញុំខ្លាចឯងដាក់អ្នកឯងបើអ្នកឯងបានបនស័កដោយសារតែឋានៈដឹកនាំដែរហ្នឹងហើយចូលបើអ្នកឯងប្រឆាំងឋានៈដឹកនាំឲ្យទុកអ្នកឯងរវល់កាច់យកថ្វាយអង្គមមកចូលទៅគុំសរត់ខ្ញុំហើយខ្ញុំក្រើនរំលឹកគុំសរត់ខ្ញុំខ្ញុំហ៊ានផ្សាយវិញខ្ញុំគ្មានសាក់ឲ្យឡើងទៅដរទេណាអញ្ចឹងនេះចំណុចមួយខ្ញុំអត់មានតែទេគ្រាន់តែខ្ញុំសម្ដែងការតបស្ដាយក្នុងនាមអាជីពជាអ្នកកសែតដូចគ្នាជាមិត្តអរណាស់បានមិត្តភ័ក្តិទៅធ្វើការនៅក្រៅប្រទេសទោះបីក្នុង
អីមិនក៏ដោយហើយខ្ញុំក៏មិនចាត់ទុកថាអ្នកនៅអាស៊ីសេរីទាំងអស់អាក្រក់ទេវានិន្នាការនយោបាយបើបងចិនច័ន្ទបុតបើស៊ូសាការីយ៉ាចេញឈ្មោះទីចឹងណាយើងសិតតែមិត្តភក្តិគ្នាទេបើអ្នកផ្សេងទៀតមិនទៅសេអញ្ចឹងគេមិនយកទៅអាមេរិកទេគេមិនឲ្យធ្វើអនុប្រធានទេបងប្រឡូកព្រោះបងនេះបងប្រឡូកជាប្រធានហើយបងចិនច័ន្ទបុតជាអនុប្រធានណាគេមិនជួលបងទៅធ្វើការទេបងមានប្រាជ្ញាបងមានការយល់ដឹងចេះតែគ្រាន់តែវិទ្យុហ្នឹងគេចូលមកត្រូវតែជេរសម្ដេចហ៊ុនសែនអតីតមេខ្មែរក្រហមអញ្ចឹងហ្មងត្រូវតែជេរសម្ដេចហ៊ុនសែនផ្ដាច់ការសម្ដេចធិបតីដើរតាមឪពុកអត់មានអីឯករាជ្យហើយដល់កន្លែងខ្ញុំដើម7សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចតេជោហ៊ុនសែនជាមេដឹកនាំបកកណ្ដាលអំណាចហើយជាអ្នកនៅមានអំណាចដ៏មានឥទ្ធិពលដឹកនាំកម្ពុជាត្រូវការសន្តិភាពទៀតតែខ្ញុំនិយាយអញ្ចឹងតែដល់ហើយនៅកន្លែងនោះបងឯងថាសម្ដេចហ៊ុនសែនផ្ដាច់ការអញ្ចឹងទៅប៉ុន្តែមិនប្រកាសទេហើយខ្ញុំក៏មិនចង់ហ៊ានជីបើឯងខ្លាំងដែរបើយូរនោះបើឯងថាឯងមកអាណត្តិក្រោយរដ្ឋមន្ត្រីព័ត៌មាននោះខ្ញុំប្របាំងហៅឯងដល់មិនចេញទៀតហើយបានយើងទីលេងនេះបងចិនបតវាយមិនដែរប៉ះអីជាមួយខ្ញុំទេហើយអ្នកនៅក្នុងអាស៊ីសេរីក៏មិនដែរប៉ះអីជាមួយខ្ញុំដែរនិន្នាការបងនៅខាងនោះបងត្រូវតែអញ្ចឹងខ្ញុំនៅcáiនេះគឺនៅអញ្ចឹងប៉ុន្តែយើងបេះដូងជាអ្នកកសែតបេះដូងជាអ្នកកសែតហើយខ្ញុំអត់ឯករាជ្យទេសយជីវិតមិនឯករាជ្យទេខ្ញុំជាអ្នកកសែតខ្មែរតែអាស៊ីសេរីជាបោះបរទេសជាបោះអាមេរិកឥឡូវអាមេរិកកាត់ខ្លួនឯងទេអាមេរិកបិទខ្លួនឯងទេខ្ញុំសោកស្ដាយតែប៉ុណ្្នឹងថាខ្ញុំជឿថាអ្នកនៅអាស៊ីសេរីមិនប្រកាសថាអ្នកអាស៊ីសេរីសិតតែអ្នកជេររដ្ឋាភិបាលទេប៉ុន្តែដោយសារតែការងារអញ្ចឹងបងអាចត្រឡប់មកវិញមិនស្រួលមកធ្វើរដ្ឋលេខាធិការលើកខ្ញុំហើយដូចលោកសុកសេរីអីអញ្ចឹងអីគាត់ធ្វើអាស៊ីសេរីគាត់ស្លាប់ហើយបើពួកបាក់ខ្ញុំហើយបើធ្វើកសែតជាមួយតែគ្នាហើយតែសេគ្នាហើយពេលខ្លះខ្ញុំថាអាសេរីឯងចេះវាថាអាភិបអញចេះអានឹងធ្វើមកជាមិត្តភក្តិហើយថ្ងៃនេះខ្ញុំនិយាយចំហដែរមិត្តភក្តិពេលខ្លះមិនមែនមិត្តភក្តិរៀនថ្នាក់ជាមួយគ្នាទេមិត្តភក្តិអង្គុយកៅអីជាមួយគ្នាហើយចេញមកអាជីពដូចគ្នាទៀតហើយមិនដែរចេះធ្វើការមិនដែរចេះតោះគ្នាថាខ្មែរសាមគ្គីល្អណាស់ពីមុនណាកសែតបរទេសមកយើងឆ្ងល់គេអូគេដឹងជាច្រើនណាតែគ្រប់ទីភ្នាក់ងារដែលមានខ្មែរធ្វើការជាមួយបរទេសមកត្រូវសួរពីខ្មែរចាក់ដៃដូចខ្ញុំនៅខ្ជិលដូរមេដូរប្រធានម្ដងខ្ញុំពុយគាត្រូវអង្គុយឧទ្ទេសនាមបាក់នេះមិនយល់អីសួរមិនអ្នកនៅកសែតផ្សេងទៀតណាដូចឆាយសផលថ្ងៃនេះទៅធ្វើរដ្ឋលេខាធិការក្រសួងព័ត៌មានធ្លាប់ធ្វើគ្រូបង្រៀនទៅសេសភៅហើយនយោបាយចេះជាងពួកនឹងផងព្រោះយើងម្ចាស់ស្រុកណាអានេះខ្ញុំចង់និយាយហើយបើថាអ្នកពីក្រៅមកហើយដូចរាល់ថ្ងៃចុះខ្ញុំចាត់ទុកថាខ្ញុំមិនចេះដឹងអីទេបើថាអ្នកពីក្រៅមកអង្គុយនិយាយឲ្យខ្ញុំស្ដាប់បានខ្ញុំនិយាយឲ្យស្ដាប់វិញនយោបាយទៅណាហើយមានការលើកឡើងនិយាយអស់ណាខំប្របែកពីសម្ដេចហ៊ុនសែនទៅសម្ដេចជាសឹមអត់បែកសម្ដេចហ៊ុនសែនមកសម្ដេចសខេងមិនបែកទៀតឥឡូវមកកូនលោកសសខាចេះសម្ដេចធិបតីចេះហើយខ្ញុំថាឲ្យប្របែកទៀតប្របែកកាន់តែខ្លាំងគេទៅដល់ចៅហើយគ្មានស្អីទេអានេះខ្ញុំចង់ជម្រាបខ្ញុំធ្វើកសែតនេះវាចូល32ឆ្នាំហើយណាឡើងចង់ចូលនិវត្តន៍ហើយហ្នឹងទៅអីគេមិនបែកហើយទៅចំណែនគេចំណែនអីហើយចូលបើគេខំបណ្ដោះបណ្ដាលឲ្យកូនរៀនឲ្យកូនទៅអីគេមិនមកដឹកនាំប្រទេសហើយយើងមានចង់ស្អីអ្នកឯងឧទាមហ្នឹងអ្នកឯងតែគ្នាឯងឧបមាទេខ្ញុំប្រើពាក្យឧបមាឧទាហរណ៍ដូចអ្នកឯងលើកនៅម៉ាឡេចឧទាហរណ៍វាឧទាហរណ៍ប្តីនាយករដ្ឋមន្ត្រីប្រពន្ធប្រធានធនាគារប្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រពន្ធតំណាងរាឬក៏ស្រីស្នេហ៍អីចឹងតែខ្ញុំលើកឧទាហរណ៍វាដូចតែគ្នាទេណាបើចឹងដូចតែគ្នាទុកឲ្យគេនេះគេធ្វើទៅមិនបាច់ចាំញ៉ៃញ៉ៃទេលួយចឹងខ្ញុំចង់បញ្ជាក់ឲ្យខ្លីចឹងសូមឲ្យពលរដ្ឋកម្ពុជាទាំងនៅក្រៅប្រទេសនៅក្នុងប្រទេសមេត្តាយល់គ្មានអីដែលថាមិនប្រែប្រួលទេមានតែការប្រែប្រួលដែលវាមិនចេះប្រែប្រួលប្រយ័ត្នថ្ងៃក្រោយដូណាល់ត្រាំគេជូនត្រឡប់មកវិញដោយសារនេះឯងមានការពាក់ព័ន្ធជាមួយកម្ពុជាជាមួយទល្មើសច្បាប់កម្ពុជាហើយសូមជម្រាបណា